Mình nựcស្មានថាដល់វ័យមួយទៅទិញខ្នើយដេកឆ្លងប្រទេសចេញពីបំពេញទៅម៉ោង7ព្រឹកហើយទៅដល់រសៀលម៉ោង2 3អីហ្នឹងហើយយើងសម្រាប់មកផ្លែតរៀបចំខ្លួនលឿនលាបតែ sunscreen នេះចេញទៅក្រៅដើម្បីរកអីញ៉ាំល្ងាចឡើងឆ្លៀតទៅចូល underground market ហ្នឹងទៅទិញវ៉ែនតាបាន1 2ដែរតថ្លៃខ្លះបានណាតម្លៃខុសគ្នាពាក់កណ្ដាលអីទៅញ៉ាំទៅហូកន្លែងគេល្បីកន្លែងហ្នឹងអ្នក local នៅហ្នឹងក៏គេញ៉ាំច្រើនដែរហើយបើកម៉ោង3អីចឹងឆាប់អស់ណាទីតាំងអត់ប្រវាក់ហោទេខ្ញុំដាក់ screenshot ឲ្យនៅលើហ្នឹងមួយកែវទៅពី3000ទេមានកែវទូចកែវធំហើយកុំភ្លេចរឿងបថយស្ករមួយផ្អែមកាត់ដល់ចកេះមិនកាត់ធំជើងទេទៅហូគេប្លែកត្រង់មានដាក់គុជចូលក្នុងហ្នឹងយប់ហ្នឹងគឺខ្ញុំដើរទិញកាអាវនៅម្ដុំសាបែនថាញឆ្អាកន្លែងមកជួរដែលសាប៊ូហាងបើថាត្រូវការ shopping ឲ្យស្រួលលោពាក់អីស្រួលទៅហើយមិនបាច់ make up ពេកគេកុំឲ្យពេលដោះកាអាវទៅវាប្រឡាក់កាអាវគេឥឡូវមើលខ្ញុំលោសិនទៅស្រឡាញ់ហាងណាចូលហាងហ្នឹងចូលទាំងអស់ហើយពួកម៉ាក់យើងអ្នកបើកទ្វារតាហាងនេះវិញដឹងមិនហិចទេមនុស្សច្រើនណាស់តែកញ្ចក់ឲ្យសុទ្ធតែដីតែថតខ្ញុំចង់សុំសួរបន្តិចគីឡូថាខ្ញុំតឯងកន្លែងហ្នឹងឥឡូវធ្លាក់ដៃសាហាវញ៉ាំអត់ឆ្ងាញ់ទេញ៉ាំយូរឆ្នាំមកខ្ញុំណែនាំណាគេមកក៏គេថាឆ្ងាញ់ហើយឥឡូវចប់ហ្មងដើរបានប៉ុណ្្នឹងឯងមកល្ងាចហ្នឹងឥឡូវមកសម្រាប់វិញហើយពីមុនណាចូលចិត្តសាករបស់ថ្មីអញ្ចឹងប្រើសាប៊ូរៀងចម្រោះដែរហ្នឹងតែបើឥឡូវវិញត្រូវការអាបានីជាប់ខ្លួនហ្មងសារតែប្រើឲ្យសក់វាស្អាតព្រោះខ្ញុំលេងពណ៌សក់ជាប់ដែរហ្នឹងអញ្ចឹងទៅប្រើសាប៊ូអត់ស្រួលហ្នឹងហឹងសក់បែកចុងឆេះសក់អស់ពេលប្រើនេះទៅសៃសក់យើងវារឹងមាំវាស្វិតទៅវាអត់ដាច់ផ្លុំសក់សុកភ្លឺបាតឥឡូវរៀបចំខ្លួនចេញក្រៅលើកនេះខ្ញុំយកឈុត Telavicos នេះមកដោយសារតែហ្នឹងគឺវាជួយ calming soothing skin របស់យើងបានល្អព្រោះខ្ញុំទៅត្រូវក្តៅបែកញើសអីហ្នឹងគឺឡើងរោលបែបកន្ទឺហើយអានេះមកត្រូវបតើ sunscreen ភាគច្រើនខ្ញុំប្រើតែប្រភេទ physical ទេអញ្ចឹងអា tone up របស់ Telavicos នេះគឺត្រូវមួយខ្ញុំព្រោះមុខខ្ញុំគឺវាអត់សហការគ្នាជាមួយនឹងម្សៅ cushion foundation អីហ្មងដាក់ចូលទៅបានតែមួយផ្លែតហ្នឹងគឺវាឆ្លោះបែកផ្លូវគ្នាសក់ខ្ញុំកក់រាល់ថ្ងៃហើយផ្លុំរាល់ថ្ងៃដែរមូត្រូវក្តៅអីរហូតបើមិនបានផលិតផលល្អប្រើទេគឺវាអស់ជីវិតបាត់ហើយឥឡូវខ្ញុំទៅញ៉ាំបាយព្រឹកហើយបាយ B ហ្នឹងបាយនេះល្បីណាមនុស្សឡើងច្រើនកន្លែងទូចទេតម្លៃល្បាក់10000ហើយវាមានសាច់ច្រើនមុខអញ្ចឹងយើងយកច្រើនអស់ច្រើនតាមហ្នឹងរសជាតិឆ្ងាញ់របស់គេហើយអានេះខ្ញុំទៅម៉ោង11ណាអត់ទាន់សាតោពេលនៅបាយឡើងពេញហូបបាយហើយបាននឹកឃើញថាខ្លួនឯងអស់លុយចេះសល់គ្រប់ល្មមកន្លែងដូរលុយនេះគឺល្បីប្រចាំតំបន់ហ្នឹងហ្មងហាងឆេកបានខ្ពស់ជាង Google ទៀតអញ្ចឹងបាច់ដូរពីផ្ទះមកក៏បានដែរឃើញស្ងមកឃើញកលែនតាមផ្លូវអីខ្ញុំចង់ហូបណាស់តែខ្ញុំមិនហ៊ានទេកន្លែងខ្ញុំដើរហ្នឹងតែមកជុំសាបែនថាញ់ហ្នឹងទេសាហ្នឹងប្រៀបបានដោយសាថ្មីយើងអញ្ចឹងកដាក្រុងខ្ញុំទៅច្រើនដងហើយតែខ្ញុំមកលងកាហ្វេកាទីណាត់ហ្នឹងមួយមិនដែលបានចូលសោះ signature របស់គេកាហ្វេដូងតែកុំច្រឡំកាហ្វេដូងក្អូបដូចយើងអត់ទេកាហ្វេខ្ទិះដូងហើយធំក្លិនប្រេងដូងមានការជីម៉ូតូដូបព្រោះចង់សេវលុយមានគ្នាយើងជីឡានយើង share គ្នាវាអស់តិចហើយតែនេះសេវលុយពីម៉ូតូអីឥឡូវខ្លោចអីមកទិញ skin care អស់លើសដើមគុណ10មកម្ដុំ district 3ឥឡូវហ្នឹងក៏គេល្បីខាងហ្នឹងដែលសាប៊ូហាង shopping អីចឹងខ្ញុំចេះចូលមើលតាមផ្លូវទូចអីមើលសភូមិគេចឹងហើយក្តៅណាចឹងឥឡូវផឹកទឹកផ្លែឈើមួយសិនខ្ញុំមកមិនដែលបានចូលហាង skin care គេមិនទេហើយអា Gio Skin Food នេះល្បីថាហាងធំអីចឹងណាអត់សូវមានអីចង់ទិញហងអាម្ដុំកន្លែងនេះគឺមានហាងកាហ្វេតូចបែប cozy vibe ហូហែតាមផ្លូវទៅរហូតមួយហាងកៅអៅ local brand អញ្ចឹងហើយវាអត់សូវមានមនុស្សណែនមកដល់កន្លែងហាងច្រើនរបស់ district 3ហ្នឹងខ្ញុំដើរលោកៅអៅបានខ្លះដែរតែខ្ញុំអត់បានថតទេវាក្តៅពេកទៅឃើញហាងបិជើងដែលគេកំពុង viral ក្នុង TikTok ហ្នឹងក៏ចូលទៅមនុស្សឡើងណែគេល្បីដោយសារធូរថ្លៃបើសម្រាប់បរទេសប្រហែលជាធូរតែបើចំពោះពួកយើងដូចជាមិនគួរធូរទេព្រោះវា quality ចិននៅ cheese cafe ហ្នឹងឆ្ងាញ់អា signature cafe ជាមួយនឹង milk tea បើត្រៀងខ្ញុំញ៉ាំនេះអត់ឆ្ងាញ់សោះ fur ឆ្ងាញ់នៅនេះតិចច្រឡំទៅចូលអាផ្ទះកែងនោះអត់ឆ្ងាញ់ហើយថ្លៃទៀតអាផ្ទះកែងហ្នឹងល្បីដោយសារតែទីតាំងវាចំល្អវាតាក់ភ្នែកខ្ញុំមកនេះគេជាប់ Michelin 3ឆ្នាំហើយទៅខ្ញុំហៅអាឈុតទឹកពុះគេនេះមួយចានហ្នឹងមកយើង share គ្នា2នាក់ទៅល្មមទៅមូជីដោយសារចង់ទិញប៊ិចសភៅមានណាឃើញខែគេខ្នើយគេតំណងតេះចុះតេះឡើងឥឡូវបានខ្នើយម្នាក់មួយដើរលីពេញភូមិខាងកើតប្រដាប់ពុតរោមផ្នែកនេះល្អប្រើបានទៅទិញទៅហើយនេះកន្លែងគេតេះក្លិនក៏អូបដាក់ក្នុងផ្ទះនេះមើលបាវប្រពន្ធខ្លួនតែមកមិននឹកស្មានថាដល់វ័យមួយទៅទិញខ្នើយដេកឆ្លងប្រទេសដើរលេងស្រុកណាក៏ដោយបើឃើញ brand មាធីនេះហើយចូលញ៉ាំទៅភាគច្រើនបានសាកហើយគឺញៀនហ្មងអត់ភ័យខ្លាចកាត់ជើងអីទេណាពេលសើច TikTok រកហាង skin care ទៅ Sociola នេះក៏ឃើញល្បីដែរតែដល់ពេលចូលទៅវាមិនណាស់ណាតែបាញ់ត្រាំងកន្លែងនេះឆ្ងាញ់ហើយមួយធំទៀតតែបើថារឿងអនាម័យវិញដូចឃើញក្នុងវីដេអូមិនគឺអញ្ចឹងប្លុកខ្ញុំចប់ហើយបាយបាយ